យើងបានជួបនឹងពធយើងសិក្សាពធព្រះអង្គសម្ដែងហេតុផលទោះជាក្នុងសមតិសច្ចៈក្តីពិតតាមការសន្មតនៃលោកនឹងក្តីដោយបរមត្តសច្ចៈទៅណាក្តីពិតដោយបរមត្តក្តីដោយព្រះពុទ្ធអង្គជាព្រះពុទ្ធបរមគ្រូព្រះអង្គទ្រង់ជ្រាបច្បាស់ណាស់អត់មានបុគ្គលណាប្រៀបស្មើនឹងព្រះអង្គបានទេក្នុងការប្រកាសសម្ដែងពធដើម្បីឲ្យសត្វលោកនឹងបានចម្រើននៅប្រយោជន៍ហ្នឹងហើយគឺកិច្ចការងារសំខាន់របស់ព្រះពុទ្ធអង្គហ្នឹងពិសេសក្រៃលែងត្រង់កន្លែងហ្នឹងព្រះអង្គមានបញ្ញាជ្រាបអធិស្ឋ័យរបស់សត្វអន្ត្រិយបរោបរិយត្តិញាណអាសយានុសយញាណពុទ្ធចក្ខុជ្រាបត្រូវការសម្ដែងពធហ្នឹងយ៉ាងណាប្រទានប្រកម្មដ្ឋានហ្នឹងយ៉ាងម៉េចទៅតាមឧបនិស្ស័យនៃអ្នកស្ដាប់ហ្នឹងដោយច្រើនភិក្ខុសង្ឃចូលទៅកល់ព្រះអង្គពេលនិមន្តគង់ចាំព្រះវស្សានៅទីណាណាអញ្ចឹងបែរអង្គមព្រះអង្គសូមប្រកម្មដ្ឋានដោយព្រះបណ្ណៈសនាបរន្តជនបទអញ្ចឹងព្រះអង្គក៏ប្រកាសប្រទាននៃក្នុងអរិយសច្ចធម៌បានទៅរស់នៅក្នុងសនាបរន្តជនបទមិនមានបញ្ហាខ្វាយខ្វល់អីទៅត្រង់អ្នកស្រុកនឹងកាចជេរគំរាមកំហែងអីទេព្រោះទោះជាអ្នកស្រុកជេរគំរាមកំហែងអីទៅនឹងយ៉ាងណាមិនជាបញ្ហាអីមកអំពីលោកបានយល់ដឹងអំពីខ្លឹមសារនៃជីវិតត្រង់សម្រេចប្រយោជន៍ឲ្យដល់អង្គឯងដោយការចម្រើនកុសលធម៌ហ្នឹងមិនមែននៅលើអ្នកដទៃផ្ដាល់ប្រគល់អីឲ្យទេខ្ញុំគ្រាន់តែជេរគំរាមអីហ្នឹងយ៉ាងណាដោយការមិនពេញចិត្តដោយការស្អប់អីហ្នឹងយ៉ាងម៉េចក៏ដោយឲ្យតែបាននៅរស់ហើយគឺប្រើប្រាស់ពេលវេលាដែលនៅរស់ហ្នឹងឯងចឹងមានតែអរគុណអ្នកដទៃថាអ្នកដទៃហ្នឹងល្អណាស់ទៀតផងចឹងហ្នឹងឯងត្រង់ដែលថាមិនបានបហាខ្ញុំព្រះអង្គហ្នឹងទូលព្រះរាមាវិភាអញ្ចឹងចឹងនឹងពុទ្ធបរិស័ទយើងទទួលមេរៀនហ្នឹងចឹងមានប្រសិទ្ធភាពសម្រាប់ជីវិតហើយយើងមិនចេះតែទៅតោមនោបន្ទុះតោះនឹងការប្រព្រឹត្តកម្មឆ្គងរបស់អ្នកដទៃដោយពាក្យសម្ដីដោយអាកិប្បកិរិយាយ៉ាងណាទេព្រោះយើងឃើញសារៈសំខាន់ដែលជាទីពឹងសម្រាប់ជីវិតរបស់យើងគឺមានតែខ្លួនយើងឯងដែលធ្វើឲ្យខ្លួនឯងបានឃើញសារៈសំខាន់នៃជីវិតហ្នឹងហើយអាការដែលយើងធ្វើឲ្យខ្លួនឯងបានហ្នឹងក៏ជាប្រយោជន៍ដល់អ្នកដទៃដូចជាទានដូចជាសិលដូចជាការឲ្យអភ័យដល់អ្នកដទៃហ្នឹងអាហ្នឹងគឺជាប្រយោជន៍ដែលយើងអប់រំចិត្តថែរក្សាចិត្តទូលមានចិត្តជាកិច្ចការងារប្រចាំថ្ងៃយើងបានសិក្សាពធហ្នឹងកាន់តែជ្រួតជ្រាបកាន់តែយល់ដឹងទៅយើងមើលលោកហ្នឹងរូបសម្លេងក្លិនរសផុតពៈធម្មអារម្មណ៍ហ្នឹងលោកហ្នឹងហ្នឹងឯងមើលដោយការសិក្សាអញ្ចឹងគឺយើងត្រូវការទៅជីវិតរស់នៅហ្នឹងបានហើយហាភោជនអីព្រឹកទៅដោយសេចក្តីសន្តោសប្រាថ្នាតិចអីគុណចាស់
ហ្នឹងហើយមានការប្រព្រឹត្តស្រាលហាន់បិណ្ឌបាតទឹកមិញហ្នឹងរួចហើយប៉ុណ្ណឹងបានជីវិតគង់ទៅជន់នៅមួយថ្ងៃ24ម៉ោងតិចអី24ម៉ោងដល់ពេលវេលាដែលអរិយមគ្គត្រូវកើតណាវិសោតាបត្តមៈអីហ្នឹងឧបាទៈថេតិភង្គៈហ្នឹងហ្នឹងហើយមានទៅរាប់ម៉ោងរាប់នាទីអីវិនាទីអីហ្នឹងហើយគាត់ថាយើងត្រូវការពេលវេលាសមអប់រំធ្វើ entry ដែលមិនទាន់ចាស់ខ្លាហ្នឹងឲ្យចាស់ខ្លាហ្នឹងហើយពេលវេលាមានប្រយោជន៍សំខាន់យើងប្រើប្រាស់ជីវិតហ្នឹងណាដល់យើងមិនចាំបាច់ទៅហេតុទៅហោបទៅសូមទៅទៀមទាអីពីអ្នករតីអារម្មណ៍នៃកម្មដ្ឋានយើងជារាធម្មោមហិជារាំងអនិតេតោអីចឹងទៅដែលលោកយាយគាត់ចាស់ជារារោគាពេទ្យហ្នឹងហើយក៏យើងសិក្សាពីការពិតនៃជីវិតហ្នឹងជារបស់ជារារបស់ជាធិជាទូតរបស់មកចោអញ្ចឹងមករំលឹកដាស់តឿនប្រាប់ការពិតនៃជីវិតហ្នឹងហើយយើងសិក្សាការពិតធម្មតានឹងចឹងទៅយើងមិនប្រកែប្រកាន់ហួងហែងមិនកើតទុកទេហ្នឹងសេចក្តីទុកមកអំពីយើងមិនសុខចិត្តខ្លួនយើងទេហ្នឹងហើយកុំឲ្យយើងគិតខុសទៅចេះតែកើតទុកថែមទៅទៀតយើងគិតថាសេចក្តីទុកផ្លូវចិត្តរបស់យើងហ្នឹងក្នុងជីវិតហ្នឹងណាព្រោះវាអត់មានអីសម្បូរបែបអត់មានអីច្រើនដូចអ្នកដទៃមនុស្សច្រើនក្នុងโลกហ្នឹងណាដែលចិត្តតែមានទុកហ្នឹងណាហ្នឹងហើយមិនមែនមកអំពីមិនមានអីសម្បូរបែបមិនមានអីច្រើនដូចអ្នកដទៃទេមិនមែនក្តីទុកហ្នឹងដោយគ្រាន់តែប៉ុណ្ណឹងឲ្យកើតទុកមិនមែនទេគ្រាន់តែថារួមចំណែកក្នុងបច្ច័យមួយអញ្ចឹងទៅហ្នឹងហើយប៉ុន្តែសំខាន់កើតទុកហ្នឹងមកអំពីយើងមិនសុខចិត្តខ្លួនយើងឯនេះតាអាហ្នឹងឯងដែលយើងត្រូវមើលឲ្យយល់ហ្នឹងហើយយើងមើលយល់ទៅគឺការយល់ដឹងហ្នឹងវានាំឲ្យយើងជាសុខជីវិតយើងទៅកាលណាយើងចេះគិតឲ្យជាសុខក្តីសុខផ្លូវចិត្តហ្នឹងគឺជីវិតជាសុខហើយយើងចាំអញ្ចឹងឲ្យតែចិត្តនឹងជាសុខគឺជីវិតជាសុខហើយវាមានអីទៀតព្រោះជីវិតយើងហ្នឹងវាមានកាយហើយនឹងចិត្តតែប៉ុណ្ណឹងហ្នឹងហើយចិត្តហ្នឹងវារួមដោយចេតសិកហើយយើងយកចិត្តជាបឋមធានណាវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងហើយរូបជាធាតុមិនដឹងអត់មានស្រឡាញ់ស្អប់កប់តោះសុខទុក្ខអីត្រេកអរនឹងការបានលៀបបានយោឬក៏ទុក្ខទោមនស្សអត់លៀបអត់យោអីគឺថាអនារមណាធម្មាហ្នឹងឯងបរមត្តទាំង4ហ្នឹងគឺរូបហើយនឹងព្រះនិព្វានអនារមណាធម្មាពុទ្ធធម៌ដែលមិនមានអារម្មណ៍តែមានតែចិត្តចេតសិកទេដែលសារមណាធម្មាពុទ្ធធម៌ដែលមានអារម្មណ៍ដឹងអារម្មណ៍ហ្នឹងហើយហ្នឹងក៏ជាមេតិកាធម៌ក្នុងទុក្កមេតិកាយើងរៀនជួយយើងបានដឹងជីវិតរស់នៅហ្នឹងវាតេតងទៅនឹងការដឹងអារម្មណ៍បានវាមានស្រឡាញ់ស្អប់កប់តោះអីហ្នឹងវាតេតងនឹងការដឹងអារម្មណ៍ហ្នឹងហើយយើងបានសិក្សាពធัวមកមិនចេះតែបដែតបដោយទៅតាមអារម្មណ៍ហ្នឹងហ្នឹងឯងចង់បានយ៉ាងនេះចង់បានយ៉ាងនោះមិនបានទៅព្រួយបារម្ភទៅខកចិត្តទៅកើតទុកទៅមិនចេះតែបដោយអញ្ចឹងទេហ្នឹងឯងសិក្សាពធัวហ្នឹងបានមករលឹកដឹងថាអាការដែលដឹងអារម្មណ៍ហ្នឹងសោយអារម្មណ៍ហ្នឹងសារមណាធម្មាហ្នឹងមិនមែនជាខ្លួនយើងហើយស្រេចរលឹករឿយគឺថាការដឹងអារម្មណ៍ហ្នឹងគឺប្រកាសជាបរមត្តហើយឲ្យតែមានសតិរលឹករឿយចាព្រោះយើងបានស្ដាប់ពធព្រះអង្គបញ្យល់មេរៀនហ្នឹងមកឲ្យតែមានការរលឹកតាមព្រះអង្គសតិហ្នឹងជាសតិថ្នាក់សតិប្បដ្ឋានរលឹកដឹងវេទនា
លឹកដឹងចិត្តហ្នឹងទៅជាវេទនានុបស្សនាសតិប្បដ្ឋានចិត្តតានុបស្សនាសតិប្បដ្ឋានធម្មានុបស្សនាសតិប្បដ្ឋានហ្នឹងហើយរលឹកដឹងរូបកាយអាភូតរូបឧបាទេយរូបហ្នឹងគឺកាយានុបស្សនាសតិប្បដ្ឋានណាយើងមានចាំបាច់មានបានអីទៅទិញកាយវេទនាចិត្តធัวអីពីណាគ្រប់អង្គគ្រប់គ្នាអ្នកតូចអ្នកធំអ្នកមានអ្នកក្រអីហ្នឹងអ្នកសូមទានហ្នឹងឯងកើតឃ្លួងទៀតសពពុទ្ធៈកថៈអីហ្នឹងមានស្រាប់ហើយរូបកាយហ្នឹងគ្រាន់តែថាមិនបានយល់ដឹងពធัวទៅជាទីតាំងនៃទិដ្ឋិទៅអាទិដ្ឋិឋានៈទៅឬទៅខ្វល់ហ្នឹងឯងហួងហែងបញ្ញខណ្ឌហ្នឹងថាខ្លួនឯងហ្នឹងដល់បានស្ដាប់ពធัวទៅដូរទិដ្ឋិហ្នឹងមកជាសតិវិញហ្នឹងហើយអញ្ចឹងកាយនៅតែកាយវេទនាចិត្តធัวនៅជាបរមត្ថធម្មតាតែការមិនប្រកាន់ការមិនហួងហែងការមិនរវល់ការមិនខ្វល់ដោយទិដ្ឋិមាននេះហ្នឹងដោយតណ្ហានឹងឯងដែលជាការកាត់នៅវត្តដាក់ហ្នឹងហើយដោយវិបស្សនាតទាំងកបហានៈទៅកាត់ដោយអរិយមគ្គទៅហ្នឹងហើយតែកាលណាកាត់វត្តដាក់ហ្នឹងដោយអរិយមគ្គវត្តដោបច្ឆេតោហ្នឹងគឺជាព្រះនិព្វានហ្នឹងហើយព្រោះវត្តដាក់ទុកហ្នឹងគឺប្រវត្តិតាំងណាហ្នឹងហើយមានជីវិតន្ត្រីហ្នឹងជាសីស័កណាហ្នឹងហើយហៅថាប្រវត្តិសីស័កជីវិតន្ត្រីហ្នឹងណាជាក្បាលនៃវត្តដាក់ដែលប្រព្រឹត្តទៅហ្នឹងប្រវត្តិហ្នឹងប្រវត្តិតេណាហ្នឹងហើយការប្រព្រឹត្តទៅហ្នឹងហ្នឹងហើយគឺកិលេសវត្តដាក់កម្មវត្តដាក់វិបាកវត្តដាក់ហ្នឹងហើយប្រព្រឹត្តទៅហ្នឹងហើយប្រវត្តិតាំងហ្នឹងក៏ក្នុងពធัวក៏លោកបញ្យលយកវិបាកដែលប្រព្រឹត្តទៅនឹងឯងហ្នឹងឯងក្នុងភព3ហ្នឹងហើយដល់ទៅកាត់នៅកិលេសវត្តដាក់កម្មវត្តដាក់ទៅអបវត្តតាំងការមិនប្រព្រឹត្តទៅហ្នឹងគឺมันមានការកើតឡើងនៅផលវិបាករបស់កម្មហ្នឹងការមិនកើតនៅផលវិបាករបស់កម្មព្រោះអត់មានកម្មហ្នឹងហើយអត់មានកម្មជាបច្ច័យដូចជាកម្មដែលនាំទៅកាន់អបាយភូមិដែលអត់មានទៅអញ្ចឹងការកើតឡើងនៃអបាយភូមិវិបាកប្រព្រឹត្តទៅក្នុងអបាយភូមិហ្នឹងវាអត់មានអាហ្នឹងឯងទុក្ខនិរោធព្រះនិព្វានការមិនកើតឡើងនៅអបាយភូមិហ្នឹងការមិនកើតឡើងក្នុងសុគតិភពហ្នឹងក៏ដោយចាប់ពីជាតិទី8ទៅហ្នឹងការមិនកើតឡើងមិនប្រព្រឹត្តទៅហ្នឹងគឺនិរោធសច្ចព្រះនិព្វានហ្នឹងឯងឲ្យតែមានការរលត់នៅវត្តដាក់ហ្នឹងឯងរលត់ដោយការមិនកើតអនុបាទនិរោធហ្នឹងឯងហើយដែលរលត់បែបហ្នឹងមានគឺតលតែមានអរិយមគ្គហ្នឹងឯងអត់មានអរិយមគ្គគឺអត់មានអីមកកាត់វត្តដាក់ហ្នឹងបានទេហ្នឹងឯងអញ្ចឹងព្រះនិព្វានហ្នឹងគឺជាសម្បត្តិរបស់អ្នកដែលបានអរិយមគ្គគឺវត្តដោបច្ឆេតោហ្នឹងឬក៏អបវត្តតាំងការមិនប្រព្រឹត្តទៅហ្នឹងឬក៏អនុបាទទាំងការមិនកើតឡើងនៅវត្តដាក់ហ្នឹងគឺជាព្រះនិព្វានហ្នឹងជាសម្បត្តិរបស់អ្នកដែលបានអរិយមគ្គគឺកាត់វត្តដាក់ហ្នឹងវត្តដាក់ដែលធ្លាប់មានហូរហែបន្តមកហើយនឹងមានតទៅទៀតកាលណាបើមិនបានកាត់ផ្ដាច់ដោយអរិយមគ្គទេហ្នឹងឯងហើយការកាត់ដោយអរិយមគ្គហ្នឹងគឺកាត់វត្តដាក់សន្មត់មួយអង្គម្នាក់ហ្នឹងឯងចាហ្នឹងបានសន្មត់ថាបុគ្គលនឹងឯងមានសម្បត្តិព្រះនិព្វានហ្នឹងគឺការកាត់វត្តទុកហ្នឹងអញ្ចឹងគឺដោយតែប្រធានដែលរលឹកដឹងរូបវេទនាសញ្ញាសង្ខារវិញ្ញាណដោយយើងចែករូបជាធាតុមិនដឹងអញ្ចឹងទៅរួចទៅការដែលយើងនៅរស់ហ្នឹងគឺនៅវិញ្ញាណព្រះពុទ្ធអង្គសម្ដែងអចិរាំងវត្តយ៉ាងកាយោបតវឹងអធិសេសតិឆោធោអបេតវិញ្ញាណោនិរដ្ឋังវកលង្ករាំងព្រះពោតិកតទេសធិរៈលោកអពាតឈឺជាតម្ងន់កើតតម្បៅយើងមកសពថ្ងៃថាមហារាជរោគរបស់លោកហ្នឹងជារោគដែលកើតពីបាបហ្នឹងហើយពីវេរាមកកាច់ដៃកាច់ជើងសត្វកាច់ស្លាបជើងអីសត្វគ្រាន់តែថាទុកឲ្យរស់
កុំឲ្យស្អុយខូចសាច់កុំឲ្យវាស្លាប់ទៅវាស្អុយខូចសាច់យើងដាក់ទូតកដាក់អីចឹងហ្នឹងឯងតែប្រវត្តិរឿងរបស់លោកហ្នឹងគឺគ្រាន់តែវាយបំបាក់ជើងអីចឹងទៅតែឆ្លាបអីនោះកាច់ឆ្លាបផោះបាក់តិចទីទៅខ្លះក៏ចងខ្លះក៏អីចឹងទៅទុក2-3ថ្ងៃអីចឹងទៅហ្នឹងឯងបរិភោគមិនអស់ឬក៏លក់ចេញមិនតាន់អីចឹងណាហ្នឹងឯងអាហ្នឹងបាបកម្មឲ្យធ្លាក់នរកដោយអំណាចអកុសលកម្មតែរួចពីនរកមកហើយហ្នឹងបាបកម្មនៅឲ្យផលក្នុងប្រវត្តិកាលហ្នឹងលោកកើតតបៅហ្នឹងឯងអាពេបជាទម្ងន់ប៉ុន្តែត្រូវការអប់រំឥន្ទ្រីណាលោកនៅក្នុងប្រភ្នោះហ្នឹងមានសិលហ្នឹងគឺអប់រំឥន្ទ្រីឲ្យចាស់ខ្លាព្រះអង្គយាងទៅជួយមើលថែអីហ្នឹងមិនតាន់ប្រកាសសម្ដែងពធអីទេព្រះអង្គជ្រាបដោយឥន្ទ្រិយបរោបរិយត្តិញាណដល់ទៅឥន្ទ្រីចាស់ខ្លាព្រះអង្គយាងទៅសម្ដែងកាយនេះមិននៅយូរប្រហែលឡើយណាហ្នឹងឯងហ្នឹងរូបកម្មដ្ឋានណាហ្នឹងណាកាយហ្នឹងឯងរូបកាយហ្នឹងអបេតវិញ្ញាណណាតែវិញ្ញាណហ្នឹងអបេតៈហ្នឹងចុតិតែប្រាស់ទៅហ្នឹងគឺប្រាស់ទៅដោយចុតិចិត្តហ្នឹងឯងតែវិញ្ញាណហ្នឹងប្រាស់ទៅគឺស្លាប់ហើយដោយអង្កត់អស់រូបកាយហ្នឹងរោគប្រយោជន៍គ្មាននិរដ្ឋังវៈលឹងករាំងហ្នឹងអញ្ចឹងលោកមានឥន្ទ្រីចក្លាលោកចាប់បានអបេតវិញ្ញាណណោហ្នឹងគឺលោកមានមរណសតិហ្នឹងឯងប៉ុន្តែចិត្តតានុបស្សនាតបដ្ឋានលោកដឹងថាដែលស្លាប់ហ្នឹងគឺបាត់វិញ្ញាណព្រះអង្គសម្ដែងអបេតវិញ្ញាណណោណាឥន្ទ្រីចាស់ខ្លាចាប់បានអញ្ចឹងព្រះអង្គសម្ដែងមកគឺចាប់វិញ្ញាណហ្នឹងឯងដែលប្រាស់ទៅហ្នឹងស្លាប់គឺបាត់វិញ្ញាណមិនបាត់ខ្លួនលោកទៅណាហ្នឹងឯងបាត់រលត់វិញ្ញាណហ្នឹងរលត់ពីរូបកាយហ្នឹងចុតិចិត្តហ្នឹងប៉ុន្តែឥឡូវដែលនៅរស់ហ្នឹងនៅវិញ្ញាណទេតើមាននៅខ្លួនអញណាគេលោកចាប់បានអញ្ចឹងចិត្តតានុបស្សនាតែប្រធានបើស្លាប់វាបាត់វិញ្ញាណអញ្ចឹងអាដែលមិនទាន់ស្លាប់នោះវានៅវិញ្ញាណអញ្ចឹងធម្មតាដែលយើងអត់អប់រំបញ្ញាវាប្រកាន់ថានៅវិញ្ញាណហ្នឹងគឺយើងឯនៅរស់ហ្នឹងឯនៅឃើញនៅឮនៅសោយអារម្មណ៍អីហ្នឹងគឺប្រកាន់ខ្លួនយើងឯងតែដល់ទៅបញ្ញារបស់លោកកំណត់វិញ្ញាណហ្នឹងមិនប្រកាន់តែខ្លួនលោកឯណានៅវិញ្ញាណនៅទៅហ្នឹងឯងនៅកើតរលត់តទៅហ្នឹងឯងមានតែเตรียมទាឲ្យវិញ្ញាណហ្នឹងទៅនិព្វានអីណាព្រោះទៅនិព្វានមិនមែនវិញ្ញាណទៅនិព្វានណាមិនវិញ្ញាណហ្នឹងទៅនៅក្នុងនិព្វានអីណាអាការមិនប្រកាន់វិញ្ញាណថាជាតួខ្លួនអាការមិនប្រកាន់ហ្នឹងហ្នឹងឯងគឺបានន័យថាការលះបង់នៅសេចក្តីប្រកាន់លះបង់ទិដ្ឋិតណ្ហាហ្នឹងហើយព្រោះអត្តាសត្វបុគ្គលហ្នឹងវាអត់មានតែរូបធម៌នាមធម៌ហ្នឹងតែទិដ្ឋិទៅដែលប្រកាន់រូបកាយជាខ្លួនយើងអញ្ចឹងទៅស្រឡាញ់ទៅហួងហែងទៅប្រកែប្រកាន់ណាធ្វើអីតោះទៅក៏តោមនោះទៅធ្វើអីពេញចិត្តទៅក៏ត្រេកអរទៅដោយប្រកាន់រូបកាយហ្នឹងសទៅខ្មៅទៅធាត់ទៅស្គមទៅខ្ពស់ទៅទៀបទៅប្រមាណគីឡូប្រមាណផោនហ្នឹងគឺខ្លួនហ្នឹងប្រកាន់រូបហ្នឹងហើយដល់ទៅបញ្ញាដឹងរូបហ្នឹងវាអត់មានជាអត្តាទូខ្លួនដោយដីខាងក្រៅអញ្ចឹងមានជាខ្លួនយើងឯណាកាយនេះដែលតាំងនៅដោយធាតុដីហ្នឹងមានប្រកម្មថាជាយើងឯណាដីខាងក្រៅដីខាងក្នុងហ្នឹងបតវ័យធាតុដូចគ្នាហ្នឹងលក្ខណៈរឹងទន់ហ្នឹងអាបោខាងក្រៅណានៅក្នុងចតុធាតុវិវត្តឋាននេះណាគឺយើងពិចារណាកំណត់អាបោហ្នឹងបានហើយជាធាតុហ្នឹងឲ្យស្ងប់រងាប់ដីប្រកម្មថាខ្លួនយើងចឹងទៅហ្នឹងឯងបានជាបាតនៃវិបស្សនាដឹងបរមត្ថធម៌ដែលកើតរលត់ហ្នឹងហ្នឹងហើយអញ្ចឹងទឹកបឹងទឹកទន្លេទឹកភ្លៀងអីហ្នឹងយើងមានប្រកាន់ថានឹងខ្លួនយើងឬក៏អ្នកដតីទេវតាប្រអិនប្រព្រំអីទឹកទន្លេទឹកសមុទ្រអីចឹងទៅហ្នឹងហើយកាយនេះដែលតាំងនៅដោយធាតុទឹកបន្តិចបន្តួចនេះហ្នឹងហើយទឹកអីទឹកទៅឲ្យតែមិនមែនជាខ្លួនយើងហ្នឹងហើយទេជោធាតុខាងក្រៅហ្នឹងមិនមែនជាមនុស្សទេវតាអត់មែនជាអត្តាសត្វបុគ្គលអីទេអញ្ចឹងទេចូលធាតុខាងក្នុងក៏ដូចគ្នាវាយកខាងក្រៅហ្នឹងអត់មានមនុស្សទេវតាយើងគេអីទេវាយកធាតុហ្នឹងហើយបកឡើងលើបកចុះក្រោមបកសពសារពាង្គកាយអីទាំងអស់ហ្នឹងណាហ្នឹងហើយ
ចោលដង្ហើមចេញចូលអីហ្នឹងអាចប្រើប្រាស់បានហ្នឹងហើយឲ្យសម្រេចដល់ទៅប្រកម្មដ្ឋានឧបចារៈសមាធិអបណាបឋមឈានទុតិយឈានតតិយឈានចតុតឈានក៏បានគ្រាន់តែខ្យល់ដង្ហើមចេញចូលហ្នឹងហើយសក់រោមកញ្ចក់ថ្មិញស្បែកអីទាំងអស់ហ្នឹងសិតតែអាចប្រើប្រាស់បានឲ្យជារមណីយដ្ឋានឲ្យជាទីសប្បាយរបស់ចិត្តហ្នឹងហើយកាយវេទនាចិត្តធัวហ្នឹងហើយមានពិសេសឲ្យតែយើងបានស្ដាប់ពធយល់ទៅយើងប្រើប្រាស់អ្វីដែលយើងមានហ្នឹងគុណចាស់ហ្នឹងហើយចូលកម្មប្រភ្នោះបានហ្នឹងដោយសារប្រើប្រាស់រូបកាយហ្នឹងអត់មានរូបកាយហ្នឹងបានអីបួសហើយរូបកាយហ្នឹងដោយសារញោមពុកញោមម៉ែទំនុកបំរុងចិញ្ចឹមបីបាច់មកហ្នឹងមហាគុណធំធេងហើយគុណចាស់រឹងរិតតែឃើញតម្លៃនៃការប្រើប្រាស់ជីវិតព្រឹត្តទៅដោយសិលសមាធិបញ្ញាដើម្បីបានសម្បត្តិព្រះនិព្វានគឺការកាត់វត្តដាក់ហ្នឹងរឹងរិតតែអរគុណញោមពុកញោមម៉ែញាតិញោមបាយមកវេកច្រឡំមួយចានអីហ្នឹងបាន24ម៉ោងហ្នឹងហើយមុំណា24ម៉ោងហ្នឹងបត្រៃណគុំទៅសិលទៅបនកុសលក្នុងពភ្នោះដោយសទ្ធាក្នុងបរតនត្រ័យហ្នឹងហ្នឹងហើយអាហ្នឹងដែលយើងត្រូវចាប់សេចក្តីឲ្យបានត្រង់ថាសេចក្តីសុខណាហ្នឹងហើយវាត្រង់ការដែលយើងមិនតោមនោះមិនបន្ទុះតោះជាមួយនឹងអ្វីដែលចូលមកដល់ជីវិតព្រោះយើងអាចអប់រំមិនតោមនោះមិនបន្ទុះតោះហ្នឹងមិនងាយទេណាហ្នឹងហើយបានតែយើងកើតមកជាមនុស្សជួបនឹងពុទ្ធសាសនាស្ដាប់ពធហ្នឹងនៅអបាយភូមិអត់ដឹងពធបានអីអប់រំចិត្តសូម្បីតែជាមនុស្សហើយហ្នឹងយើងមិនជ្រះថ្លានឹងបរតនត្រ័យយើងអត់បានស្ដាប់គោលការណ៍ដែលត្រូវអប់រំចិត្តហ្នឹងដោយសិលសមាធិបញ្ញាដូចជាថ្នាំដែលត្រូវព្យាបាលរោគអញ្ចឹងក្បួនវិជ្ជសាស្ត្របត្រៃបីដកហ្នឹងគឺព្រះអង្គទ្រង់ប្រកាសសម្ដែងត្រូវផ្សំដោយសិលសមាធិបញ្ញាដោយសិលវិរតសិលត្រូវតមចំណៃតោះអញ្ចឹងទៅចារិតសិលត្រូវបំពន់អាហារឲ្យសុខភាពល្អហាត់ប្រាណអីចឹងទៅហើយសមថៈដូចជាថ្នាំលេបទៅវិបស្សនាដូចថ្នាំចាក់អញ្ចឹងទៅត្រូវទៅតាមក្បួនវិជ្ជសាស្ត្រហ្នឹងហើយហ្នឹងតើតែមានអញ្ចឹងបានមានការថែរក្សាចិត្តហ្នឹងឲ្យបានធូរស្បើយនៅរោគកិលេសទិដ្ឋិតណ្ហាហ្នឹងសិតតែជាមេរោគហើយដល់ទៅអត់បានប្រកបសំថ្នាំសិលសមាធិបញ្ញាមិនអាចយើងថាកុំតោមនោះកុំបទុះកុំទាស់អីទៅបានទេមកអំពីការដែលហួងហែងជាឧបនិស្សយបច្ច័យឲ្យតោមនោះហ្នឹងហើយយើងសិក្សាពុទ្ធដីកាព្រះអង្គសម្ដែងឲ្យយើងសិក្សានៅលោកតាមទីក្តីពិតឲ្យតែយើងទទួលការសិក្សានឹងបានចូលថ្នាក់បរិញ្ញាតាំងពីដឹងនាមរូបព្រមទៅដោយបច្ច័យហ្នឹងញាតបរិញ្ញាហ្នឹងគឺពិសេសយើងមជ្ឈិមបដិបទាទៅបានហើយកណ្ដាលអភិជានិងតោមនោហ្នឹងហើយធម្មតាយើងវាចេះតែទៀមទាណាត្រូវការអ្វីដែលហួងហែងហ្នឹងឲ្យជារបស់យើងឲ្យថិតថេរទៀងទាត់កុំឲ្យអ្នកអតីតដើមកុំឲ្យអ្នកអតីតរឹបអូកុំឲ្យអ្នកអតីតបោកប្រាស់គេបោកប្រាស់គេដដើមអីចឹងទៅទុកតោមនោហ្នឹងឯងអាហ្នឹងគឺអត់បានរស់នៅក្នុងការសិក្សាសច្ចៈនៃលោកសច្ចៈនៃជីវិតទេរស់នៅដោយការហួងហែងអញ្ចឹងគឺក្នុងលោកនេះมันអាចមានអីចេះតែមកប្រកបយើងបានទេហ្នឹងឯងវាតតែយើងអប់រំទូមានចិត្តឲ្យបានក្រេបនៅសច្ចៈរស់រស់នៃសេចក្តីពិតហ្នឹងបានយើងអាចមានសេចក្តីសុខនឹងទៅបានអ្វីដែលបានមកមានបច្ច័យឲ្យបានណាបច្ច័យច្រើនរួមដោយបុណ្យគុណចាស់មានបច្ច័យ4អីក៏តេតួងនឹងទានដែលបានឲ្យហើយបុណ្យដែលបានធ្វើហើយនឹងជាឧបការៈមកព្រះអង្គសម្ដែងក្នុងសុមនៈវៈសុមនៈសូត្រអង្គុត្តរកាយបញ្ញកនិបាតហ្នឹងតេតួងនឹងបុណ្យដែលបានធ្វើហើយហ្នឹងជាឧបការៈមកចឹងទៅមានបច្ច័យសពគ្រប់ហ្នឹងឯងមិនហួងហែងក៏ប្រព្រឹត្តសារានិយធัวទៅប្រកេនប្រឧបជាព្រះអាចារ្យទៅបច្ចៅ
អធិការទៅសហព្រាហ្មណ៍ចារីទៅហ្នឹងឯងប្រើប្រាស់ទៅបានប្រព្រឹត្តព្រាហ្មណ៍ចរិយធម៌ឆាន់រួចហើយក៏នាំគ្នាសិក្សារៀនសូត្រទៅបាលីទៅបត្រៃបីដកទៅអដ្ឋកថាទៅអប់រំចិត្តមិនងាយណាតែបានរស់នៅក្នុងសភាពបែបហ្នឹងដោយមិនរវល់ក្នុងការគ្រប់គ្រងផ្ទះដោយការាវះហ្នឹងគឺថាហៅពេញសែនក្រតែមានបញ្ហាដោយកិលេសដែលនៅមិនតាន់បានលះវាចង់ចេះចង់ចោះអីហ្នឹងក៏អត់ធន់តាមហ្នឹងទៅហ្នឹងឯងអត់ធន់កាន់ថាបើប្រៀបទៅនឹងរឿងទុកកង្វល់ហ្នឹងវាធំធេងទៅណាស់ហ្នឹងឯងអត់ធន់ហ្នឹងប្រៀបទៅយើងអាចអត់ធន់បានណាតែហៅថាគេស្ដីថាអីឬក៏គេធ្វើអំពើអីមិនគួរកាប់ដីយើងអត់ធន់ប៉ុណ្ណឹងរួចទៅយើងរកការងារជាទីសប្បាយទៅក្នុងសិលសមាធិបញ្ញាទៅសិក្សាបត្រៃបីដកទៅស្អីដែលយើងអាចប្រព្រឹត្តទៅបានក្នុងការងារឲ្យជាទីសប្បាយហើយប្រះចាកទោសទៅមានអីតែបើយើងអត់ធន់បានទេទៅវាយទៅតបទៅបង្ករឿងទៅអាចដល់ថ្នាក់ឃាតកម្មអីផ្សេងអញ្ចឹងទៅត្រូវជាប់ទោសត្រូវទៅអត់ធន់នៅក្នុងពន្ធនាគារ10-20 ឆ្នាំអីចឹងទៅឬក៏ថាត្រូវបហាជីវិតខ្លួនឯងផងអ្នកដទៃផងហ្នឹងឯងស្លាប់ទៅទាំងមុំម៉ៅក្តៅក្រហាយទាំងតោមនោះទាំងខឹងក្រោតចឹងណាហ្នឹងឯងចិត្តទេសង្កលិទ្ធេទុក្ខតੰបរិកង្ខាចឹងទៅហ្នឹងគឺកាន់តែបំបាក់ហើយដឹងជាត្រូវអត់ធន់យ៉ាងម៉េចក្នុងអបាយភូមិហ្នឹងវាគ្រាន់ថាមនុស្សយើងមិនបានយល់ដឹងអំពីរឿងដំណើរជីវិតក្រោយពីស្លាប់ទៅហ្នឹងវាទៅតាមកម្មណាអញ្ចឹងទៅចេះតែមិនបានរក្សាខ្លួនហ្នឹងឲ្យជាការរក្សាដ៏ល្អត្រឹមត្រូវទៅទេព្រឹត្តបាបកម្មអីបញ្ញវរិយដើម្បីឲ្យសុបាយឲ្យរីករាយទៅក្នុងโลกហ្នឹងតែបើដល់យើងមានសង្វេគវត្ថុក្នុងវត្តសង្សារក្នុងអបាយភូមិទៅចាស់ថ្លៃហើយគាត់តែបាននៅរស់មួយថ្ងៃហ្នឹងគឺសុខហើយប៉ុណ្ណឹងហ្នឹងឯងមិនហាមឃាត់អីទេចំពោះសេចក្តីសុខដែលប្រះចាកទោសដោយសិលទៅសមាធិទៅអប់រំចិត្តទៅបានឈានបានលោកុត្តរៈអីក៏ល្អក្នុងការងារដែលប្រះចាកទោសហ្នឹងសុខជាងសម្បត្តិលោកសិទ្ធិសម្បត្តិរាជាសម្បត្តិទេវតាទៅទៀតណាសេចក្តីសុខផ្លូវចិត្តហ្នឹងឯងឲ្យសុខចឹងទៅកុំឲ្យតែចំណាយពេលវេលាទៅខាតមួយថ្ងៃហ្នឹងដើម្បីស្វែងរកអាក្តីសប្បាយអីផ្សេងហ្នឹងវាមានបានជាទីពឹងអីហ្នឹងឯងវាអត់ទៀងទាត់ទេអោបកសោបទៅរលាយអស់ទៅសម្គាល់ថាអូបានជាទីពឹងណាហើយវាបោកទៀតអាកិលេសហ្នឹងឲ្យតែបានសប្បាយទៅហ្នឹងមួយថ្ងៃក៏សុខចិត្តដែរហ្នឹងហើយមួយថ្ងៃស្លាប់ក៏ព្រមដែរអីចឹងណាវាបោកទៅទេហ្នឹងហើយយើងធ្លាប់ឆ្លងកាត់មកណាយើងដឹងហើយព្រោះដីសបាយហ្នឹងវាកន្លងពេលវេលាហ្នឹងចឹងទៅក៏មានបញ្ហាមកដល់ហ្នឹងឯងផ្សេងដែលត្រូវដោះស្រាយបាក់លំបិនអីតាមហ្នឹងហ្នឹងឯងតែក្នុងជាតិហ្នឹងចាំបាច់តល់តែថាបដិសន្ធិទៅតាមកម្មអីជាតិមុខជាតិក្រោយអីទេណាធ្លាក់ចុះអំពីធនធានមានបានទ្រព្យសម្បត្តិមកក៏ណាប៉ះខាតទៅពាក់បំណុលទៅដល់ចឹងទៅចេះតែតោះចិត្តសំបីតែអ្នកនៅនឹងផ្ទះហ្នឹងណាក៏មិនអាចនឹងញៀមស្រស់អីដាក់គ្នាហើយឆាប់ខឹងឆាប់មួម៉ៅឆាប់តោះអីចឹងទៅវាប្រែប្រួលមកជាការជាប់ជំពាក់ក្នុងរឿងជីវិតហ្នឹងដល់អញ្ចឹងវាមានចេតនាដើម្បីនឹងថាមកទទួលពធបត្រៃបីដកព្រះកថាអីឲ្យជាសុខអីហ្នឹងឯងពុទ្ធបរិស័ទបងប្អូនកូនចៅដែលមានចិត្តអាចទទួលស្ដាប់ពធបានរៀនពធចូលបានហ្នឹងត្រូវដឹងថាកម្រណាហើយមានតម្លៃណាជាដើមទុនសម្រាប់ឲ្យយើងបានសេចក្តីសុខជាទីពឹងហ្នឹងឯងដោយបដាចារាជឿតាមចិត្តបោកបញ្ឆោតខ្លួនឯងហ្នឹង
រត់ចេញពីផ្ទះទៅតាមបរោះអ្នកបម្រើអីហ្នឹងក្រោយមកលហេមលហាមយើងដឹងហើយណាហ្នឹងហើយមើលសម្គាល់ថាសុខប៉ុណ្ណាទៅដែលព្រមចោលម៉ែឪសម្បត្តិសិទ្ធិហ្នឹងហ្នឹងហើយសម្គាល់ថាសុខក្រៃលែងណាឲ្យតែបាននៅគ្នាថាមួយឆ្នាំអីចឹងយកស្លាប់ទៅក៏ព្រមដែរតាមតែកិលេសខ្លួនឯងហ្នឹងវាបោកហ្នឹងហើយវាឲ្យសម្គាល់ថាគឺជាការសម្រេចតាមបំណងប្រាថ្នាធំធេងជាងនៅក្នុងផ្ទះមហាសិទ្ធិហ្នឹងហើយប៉ុន្តែទីបំផុតវាសាបសូន្យទៅនៅសល់តែបញ្ហាភ័យខ្លាចនឹករលឹកម៉ែឪវិបដិសារៈដៅកាហាយស្ដាយក្រោយអីចឹងទៅតែដល់តែក្រោយមកនេះបានទៅជួបព្រះពុទ្ធអង្គនេះព្រះអង្គទ្រង់សម្ដែងឲ្យមានស្មារតីទៅហើយទ្រង់ប្រទានពីវត្តតុកទៅឲ្យស្វែងរកខ្លួនឯងវិញដើម្បីជាទីពឹងជួយខ្លួនឯងហ្នឹងគឺលោកយៈលោកកតរោធម្មោហ្នឹងសម្រាប់សោតតាបត្តផលចូលកាន់ប្រភ្នោះសេចក្តីសុខនៅក្នុងប្រភ្នោះដោយសិលសមាធិបញ្ញានេះធានាថានាំបដាចារាឲ្យបានបរមសុខមិនត្រឡប់មករកវត្តទុក្ខវិញហើយមហាមឈួតអីដូចមុនទេធានាអញ្ចឹងណាមិនមានសេចក្តីសុខជាទីពឹងអញ្ចឹងហ្នឹងហើយពុទ្ធបរិស័ទយើងតលតែមានបញ្ញាឃើញទីពឹងនឹងដោយអង្គឯងដោយខ្លួនឯងជាទីពឹងធំទលំទលាយអាហ្នឹងបានមកឃើញរឿងបកាយប្រកម្មអោបកសោបអួងខែងស្អីតិចតួចក្នុងโลกហ្នឹងណាដែលពីដើមធ្លាប់សម្គាល់ថាធំណាបានសម្បត្តិអីបង្អួតបង្អអ្នករតីអីចឹងណាហ្នឹងហើយដល់ទៅមានព្រះមច្ឆរិយធัวសិលសមាធិបញ្ញាបង្អោនទៅកាន់ព្រះនិព្វានបានចឹងទៅឃើញសេចក្តីសុខដ៏ធំទូលាយវិបលាំងសុខខាងបរមសុខហ្នឹងហើយបរមង្គសុខខាងអញ្ចឹងទៅក៏បានហ្នឹងហើយដែលព្រះពុទ្ធអង្គសម្ដែងទៅវិបលាំងសុខខាងដែលបរមង្គសុខខាងអីហ្នឹងគឺបរមសុខព្រះនិព្វានហ្នឹងហុំទលំទលាយទៅម្ល៉េះហើយវាឃើញគួរឲ្យរង្គៀសអោបសោបបកាយប្រកាន់របស់ក្នុងโลกហ្នឹងទៅចាប់យកជារបស់ខ្លួនហ្នឹងហើយយើងមានសិលយើងដឹងហើយរបស់អ្នកអតីយើងខ្មាស់ទៅយករបស់គេថាចោលយើងខ្មាស់បាបហ្នឹងបានយើងរក្សាសិលអត់យករបស់គេនេះចិត្តល្អរក្សាទុកដាក់ឲ្យអ្នករតីគេភ្លេចគេអីហ្នឹងយកទៅជូននៅសុបាយចិត្តហ្នឹងហើយដឹងចិត្តគ្នាអញ្ចឹងទៅក៏មានបុគ្គលជាទីសបាយរស់នៅទៅជាបកតោបនិស្សយបច្ច័យឲ្យបានសុខដើម្បីសមាធិចិត្តហ្នឹងបានជាបាតនៃវិបស្សនាស្ងប់រងាប់និវរណៈធัวទៅបញ្ញាមានកម្លាំងណាហើយស្ងប់រងាប់ចិត្តហ្នឹងវាអាស្រ័យបកតោបនិស្សយបច្ច័យទៅច្រើនណាស់ដោយអាស្រ័យអាហារជាទីសបាយបុគ្គលជាទីសបាយកុសលធัวចម្រើនឡើងណានៅកន្លែងណាក៏ដោយហ្នឹងឯងអកុសលធัวសាបសូន្យទៅនឹងបកតោបនិស្សយបច្ច័យហ្នឹងបានចិត្តហ្នឹងមានសេចក្តីសុខទៅបានសមាធិហ្នឹងហ្នឹងហើយហ្នឹងគឺពុទ្ធបរិស័ទយើងបានប្រើប្រាស់ជីវិតហ្នឹងឲ្យមានប្រយោជន៍អញ្ចឹងហើយដល់អញ្ចឹងបញ្ញាចម្រើនឡើងទៅវាដឹងរបស់ក្នុងโลกហ្នឹងវាដូចតែយើងមានសិលយើងដឹងថាមានម្ចាស់គេណាគ្រាន់ថាម្ចាស់ដោយសន្មតហ្នឹងហើយសិលហ្នឹងមានបញ្ញត្តិហ្នឹងជាអារម្មណ៍ហ្នឹងសត្វមានជីវិតទៅម្ចាស់ទ្រព្យសម្បត្តិអីទាំងអស់ហ្នឹងភរិយាស្វាមីអីគឺថាវាចាការបៀតបៀនអ្នកដទៃមិនប្រព្រឹត្តបញ្ញវេរាហ្នឹងគឺមានសិលហ្នឹងឯងគឺយើងមានហិរិអោតបៈម៉ាស់បាបខ្លាចបាបមិនទៅយករបស់គេហ្នឹងអៀនខ្មាស់ចាំខ្លួនឯងមិនរស់ចាំបាច់ទៅដណ្ដើមរបស់គេគ្រាន់តែថាមនុស្សយើងអត់មានហេរេអោតបៈអាដណ្ដើមរបស់គេបានវាទៅជាសម្គាល់ទៅខ្លួនឯងខ្លាំងគុណចាហ្នឹងឯងវាមានអាកិលេសហ្នឹងហ្នឹងឯងវាអត់ឲ្យយល់ដឹងថាខ្លួនឯងហ្នឹងអាប់អោនណាខ្សោយចាំជីវិតអត់រស់ចាំទៅបៀតបៀនគេជួនកាលខ្លួនឯងហ្នឹងមានទ្រព្យសម្បត្តិណានៃច្រើនដូចថា
រាប់លានកោតកហបណៈអញ្ចឹងណាហើយទៅដណ្ដើមពីអ្នកក្រីក្រលំបាកអីហ្នឹងជិះជាន់កម្លាំងពលកម្មអីហ្នឹងទៅសម្គាល់តែខ្លួនឯងខ្លាំងខ្លួនឯងប្រកែកខ្លួនឯងឆ្លាតអាហ្នឹងឯងតែมันអាចនឹងមានមេត្តាករុណាមិនអាចនឹងមានសិលទៅបានហ្នឹងឯងវាទៅជាសម្គាល់តែខ្លួនឯងធ្វើអញ្ចឹងដែលជាអំពើទួនខ្សោយថោកទាបអកុសលាធម្មាហើយណាធម្មាហ្នឹងវាទៅជាសម្គាល់តែខ្លួនឯងខ្លាំងប្រកែកឆ្លាតហ្នឹងឯងវាយ៉ាប់អញ្ចឹងកិលេសហ្នឹងវាមានអាណាធ្វើឲ្យខ្លួនឯងប៉ុន្តែសភាពនៃកិលេសព្រោះអវិជ្ជាជាឫសគល់ហ្នឹងវាឲ្យយល់ឃើញខុសអញ្ចឹងណាហើយដល់ទៅពុទ្ធបរិស័ទយើងមានសទ្ធាមានសមាធិថេមកខ្មាស់ហាគ្រាន់តែចិញ្ចឹមជីវិតខ្លួនឯងចាំបាច់ទៅបៀតបៀនតែបើបានជាឧបការៈជួយឲ្យអ្នកអតីបានតែក្តីសុខដោយសារទៅជាសុបាយចិត្តទៅវិញសម្គាល់ថាយើងមិនងាយមានឱកាសទេក្នុងវដ្តសង្សារហ្នឹងហើយមិនងាយបានកើតមកជាមនុស្សផងបានកើតមកជាមនុស្សហើយមិនងាយមានឱកាសដើម្បីនឹងថាជួយអ្នកដទៃបើយើងនៅតូចមើលម៉ែឪចិញ្ចឹមទៅយើងគិតទៅពីលេងទៅហើយចេះកំណាញ់ចេះចំណែនអីហ្នឹងតាំងពីក្មេងមកមិនមែនយើងធ្វើកំណាញ់ចំណែនកិលេសហ្នឹងឲ្យខ្លួនឯងណាវាជាទោសរបស់វត្តដាក់វាជាជំងឺវាជារោគជាប់មកអញ្ចឹងណាហ្នឹងឯងគ្រាន់តែយើងនឹករលឹកថាយើងមិនសមគួរអីដើម្បីនឹងថាអាចមកធ្វើនៅប្រយោជន៍ជួយឲ្យអ្នកដទៃបានសេចក្តីសុខនេះហ្នឹងហើយដល់តែយើងមានសមត្ថភាពអាចប្រព្រឹត្តទៅបានណាយើងវាសុបាយចិត្តហ្នឹងហើយឃើញឧត្តមភាពបណិតភាពហ្នឹងហើយក្នុងជីវិតដែលប្រព្រឹត្តទៅយើងសុបាយចិត្តខ្លួនយើងក្នុងកិច្ចការងារហ្នឹងអត់មិនអ្នករតីហ្នឹងផ្ដល់ប្រគល់អីឲ្យបានទេគ្រាន់ថាសរសើរអញ្ចឹងទៅលើកចំកើងអីបានប៉ុន្តែនេះការផ្ដល់ប្រគល់ការសុបាយចិត្តដែលចម្រើនកុសលធម៌ស្ងប់ចិត្តហ្នឹងមានតែខ្លួនយើងទេដែលអាចប្រគល់ឲ្យខ្លួនឯងបានណាបើពិតជាយើងស្រឡាញ់ខ្លួនយើងណាត្រូវចេះគិតឲ្យខ្លួនឯងបានសុខធ្វើអីនិយាយអីឲ្យខ្លួនឯងបានសុខហើយជាពិសេសគឺកុំធ្វើអីកុំនិយាយអីកុំគិតអីឲ្យខ្លួនឯងកើតទុក្ខហើយហ្នឹងបើពិតជាយើងស្រឡាញ់ខ្លួនយើងណាយើងយល់ដឹងចឹងឯងអាមិនដែរតែស្រឡាញ់ឲ្យខ្លួនយើងកើតទុក្ខដោយធ្វើអីដោយនិយាយអីសូម្បីតែការគិតហ្នឹងណាធ្វើឲ្យខ្លួនឯងហ្នឹងកើតទុក្ខចំណាប់អីតើដល់តែមែនទេនៅគ្មានអីគួរខ្លាចជាងអាដែលខ្លួនឯងគិតខុសហ្នឹងគិតឲ្យខ្លួនឯងកើតទុក្ខហ្នឹងមានអ្នកដទៃណាមកចេះធ្វើចិត្តឲ្យយើងកើតទុក្ខហើយវាមិនដែលចិត្តកើតទុក្ខឯងទេវាទាក់ទងនឹងការគិតទៅក្នុងអារម្មណ៍ខ្លួនយើងហ្នឹងគិតឲ្យខ្លួនឯងកើតទុក្ខរាល់ពេលដែលកើតទុក្ខហ្នឹងហ្នឹងហើយទោះជាអ្នកដទៃហ្នឹងធ្វើអីមិនគួរកាបីក៏ដោយតែបើយើងចេះគិតនៅតែមិនកើតទុក្ខអញ្ចឹងហ្នឹងហើយវាដូចថាគេធ្វើអីមិនគួរកាបីដាក់យើងទេប៉ុន្តែគេអត់បានសម្លាប់យើងអូយអរគុណណាហ្នឹងហើយខ្ញុំអត់មានទៀមទាចង់បានអីទេគ្រាន់តែមិនបានមកសម្លាប់ខ្ញុំនៅរស់នេះហ្នឹងហើយបត្រៃណគុំខ្ញុំសិលខ្ញុំសមាទានអប់រំចិត្តរៀនបត្រៃ3ដកអដ្ឋកថាបានដោយសារមានជីវិតបើស្លាប់បានអីរៀនយើងឃើញតម្លៃនៃការប្រើប្រាស់ជីវិតហ្នឹងណាបានយើងអរគុណណាឧបាសិកាឧត្តរាហ្នឹងមើលចេះឃើញគុណនាងសិរិមាណាមិនឃើញតែម៉ាក់មួមែនណាឃើញចក្រវាលហ្នឹងនៅតែចង្អៀតជាងគុណនាងសិរិមាណាភវៈកៈព្រំនៅតែទៀបជាងគុណនាងសិរិមាណាហើយយើងដឹងទៅរកគុណនាងសិរិមាហ្នឹងកន្លែងណាបើដែលមកនៅកំដរប្តីហ្នឹងបំរើប្តីហ្នឹងដែលប្តីព្រមឲ្យខ្លួនឯងមកបំរើព្រះភិក្ខុសង្ឃកន្លះខែហ្នឹងគឺជួលមកហ្នឹងអត់មានចុះមកកហបណៈអីទេថ្ងៃមួយយប់1000កហបណៈ15000កហបណៈហ្នឹងឯងហើយចេះមើលឃើញគុណហ្នឹងមកពីអីមកពីឃើញតម្លៃនៃពេលវេលា15ថ្ងៃដែលបានបំរើព្រះភិក្ខុសង្ឃនេះទំនុកបំរុងព្រះដ៏មានពភាដោយចង្ហាន់បិណ្ឌបាតបានស្ដាប់ពធទេសនានេះចិត្តរបស់ព្រះសោតាបានរឿងមើលឃើញតម្លៃនៃគុណហ្នឹងក្រៃលែងចឹងណាហ្នឹងឯងដល់អញ្ចឹងទៅមកឃើញឧបការៈរបស់នាងសិរិមាហ្នឹងឯងចឹងយើងរៀនតាមហ្នឹងខ្ញុំណាចេះតែរំលឹកហ្នឹងគឺមកអំពីមានចំណុចដែលយើងត្រូវរៀនឲ្យចេះគិតពាក្យថាឲ្យចេះគិតហ្នឹងគឺគិតឲ្យខ្លួនឯងបានសុខហ្នឹងហើយយើងមើលក្នុងโลกហ្នឹងណាដែលមកគិតជំនួសយើងឲ្យចិត្តយើងបានសុខ
ដល់តើចិត្តយើងឆ្លាតហ្នឹងហើយបានស្ដាប់ពធទៅអញ្ចឹងមានហេតុផលអញ្ចឹងហើយក្នុងលោកហ្នឹងមានបានមកបង្រៀនហេតុផលហ្នឹងឯណាមាននាំឲ្យយើងមួម៉ៅក្តៅក្រហាយកើតទុកសុខចិត្តឆ្លោះប្រកែកទាស់តេងដល់ច្រើនទៅអញ្ចឹងណាហ្នឹងហើយពធហ្នឹងណែនាំឲ្យយើងចេះគិតគាត់ណាដែលអ្នកដតីធ្វើអីមិនគួរកប់បីហ្នឹងយើងគាត់ណាសម្របសម្រួលទៅតាមរឿងទាំងអស់ហ្នឹងរឿងធំឲ្យមកជាតូចរឿងតូចឲ្យទៅជាអត់រឿងទៅហ្នឹងហើយព្រោះយើងបានជ្រាបដឹងអំពីតម្លៃនៃគុណហើយតាមអាវាតរបស់ព្រះអង្គទៀតមិនមែនថាយើងគ្រប់គ្រងពុទ្ធពធព្រះសង្ឃហើយយើងទៅឆ្លោះតោះតេងមួយអ្នកដទៃណាមកតេះឌីលពុទ្ធពធព្រះសង្ឃអញ្ចឹងយើងកាន់ជើងពុទ្ធពធព្រះសង្ឃយើងទៅឆ្លោះនឹងគេតិចថាពុទ្ធគ្រប់គ្រងយើងចុះយើងទៅឆ្លោះនឹងគេដោយសារថាគេតេះឌីលពុទ្ធហើយយើងគ្រប់គ្រងពុទ្ធហើយប៉ុន្តែយើងទៅឆ្លោះនឹងគេនេះហ្នឹងពុទ្ធអត់មានគ្រប់គ្រងយើងឯណាមិនមែនថាយើងកាន់ជើងព្រះអង្គយើងនៅខាងព្រះអង្គស្រឡាញ់យើងអត់ទេណាព្រះអង្គទូមានព្រានប្រដៅកុំឲ្យយើងមានអកុសលកើតឡើងហ្នឹងហើយជាមួយព្រះអង្គមិនបាច់យើងទៅការពារមិនបាច់យើងថាទៅគ្រប់គ្រងព្រះអង្គអីទេហ្នឹងព្រះអង្គបរិនិព្វានទៅហើយដោយយើងសប្ថ្ងៃអីចឹងណាបើថាព្រះអង្គគង់បជននៅក៏គេបរោសវាចាផ្ទាល់ចំពោះព្រះអង្គទៅទៀតហ្នឹងហើយតែបើយើងមានចិត្តល្អដើម្បីថែរក្សាពុទ្ធសាសនាយើងដូចថាដឹងថាពេលអ្នករតីហ្នឹងជាសទ្ធម្មបដិរូបคล้ายคล้ายបន្លំទេណាដោយព្រះសទ្ធម្មដែរតែមិនមែនជានិយានិកៈធัวទេយើងមិនស្អប់មិនខឹងមិនបន្ទុះអីមិនក្រោតអីជាមួយអ្នកអតីតែយើងបានប្រកាសថានេះជាពាក្យទូមានព្រានបដៅរបស់ព្រះសាស្តានេះពធัวក្នុងសិលសមាធិបញ្ញាអវាទរបស់ព្រះអង្គអដ្ឋអថាអីចឹងទៅអាហ្នឹងគឺជាកិច្ចនៃពុទ្ធបរិស័ទយើងប៉ុន្តែដែលនឹងថាត្រូវទៅក្រោតទៅទាស់ទៅឆ្លោះអីមួយអ្នកអតីហ្នឹងអត់ទេមិនមែនពាក្យទូមានព្រានបដៅរបស់ព្រះអង្គទេឲ្យតែប្រព្រឹត្តទៅជាបាបជាអកុសលដោយសផាត់បួសចាស់ហ្នឹងឲ្យកូនហ្នឹងសាមណេរហ្នឹងទៅកោសក់កាត់សក់អីឲ្យគេបានកបានត្រូវស្ដែកតងួអីមកយកមកធ្វើចង្ហាន់ថ្វាយព្រះអង្គដើម្បីផ្កប់គុណព្រះអង្គអត់ទេហ្នឹងហើយគឺមិនយកបតីព្រះអង្គអីចឹងទេប្រព្រឹត្តទៅដោយការរវល់ការខ្វល់ការជាប់ជំពាក់នឹងព្រះអង្គរំលឹកដាស់តឿនអីចឹងទៅបញ្ញត្តិសិក្ខាបទអីចឹងទៅហ្នឹងហើយដោយប្រហាប់តីករណាប៉ុន្តែសុផាត់ដែលបួសចាស់ហ្នឹងទៅជាគុំព្រះរាមាប្រភេទទៅវិញរឿងកិលេសហ្នឹងចឹងហ្នឹងហើយនឹងគ្រាន់តែយើងសិក្សាឲ្យឃើញថាមិនមែនថាយើងដូចថាគ្រប់គ្រងពុទ្ធពធព្រះសង្ឃហើយហ្នឹងហើយប៉ុន្តែកុំឲ្យវាជាឧបនិស្ស័យទៅចម្រើនបាបចម្រើនអកុសលយើងត្រូវដឹងថាធម្មានុធម្មបរិបត្តិដែលជាការបម្រើព្រះសាសនាយកបតីព្រះពុទ្ធអង្គពិតប្រាកដគឺត្រង់សិលសមាធិបញ្ញានឹងឯងមានសេចក្តីអត់ធន់ហ្នឹងឯងមើលខាងដើមព្រហ្មជារសោតអីហ្នឹងក៏មានរឿងរបៀបហ្នឹងហ្នឹងឯងមានអាចារ្យមានសិស្សអីចឹងទៅហ្នឹងឯងប្រកែកគ្នាអីគ្នាចឹងគឺព្រះពុទ្ធអង្គទ្រង់ណែនាំណាមិនមែនឲ្យមកហួងហែងព្រះសាសនាហើយឲ្យទៅឆ្លោះនឹងគេអីហើយឈ្មោះថាបំរើព្រះអង្គដូចជាព្រះអង្គអីអត់ទេហ្នឹងឯងធម្មានុធម្មបរិបត្តិគឺត្រូវតែសិលសមាធិបញ្ញាហើយយើងសិក្សាពីការពិតនៃលោកនេះព្រះពុទ្ធអង្គទ្រង់ទទួលបរោសវាចាអ្នករតីចោតប្រកាន់មូលបង្កាច់ព្រះពុទ្ធអង្គអីយ៉ាងម៉េចហ្នឹងគឺព្រះអង្គមានប្រហាប់រតីស្ងប់រងាប់មិនបាច់ថាយើងទៅកម្មជើងព្រះអង្គហើយទៅឆ្លោះទៅសម្លាប់អ្នករតីដើម្បីការពារព្រះអង្គអីហ្នឹងគឺព្រះអង្គអត់គ្រប់គ្រងទេព្រោះប្រព្រឹត្តទៅជាបាបជាអកុសលហ្នឹងឯងតើតែជាកុសលធម៌ប្រព្រឹត្តទៅហ្នឹងឯង
làm bay lẹ băng nơi cái lẹ luôn dương nâng ban thầm mê là thầm mà bà bát và ông truông tra sơ xa là ngày rằng ơi bột bò sạch dương ban sắc xa ca bích này lột đi để bột ông truông hai dương ở mà mơ lô cái thạ ba sẽ thệ mang lô căng chặt tăng ria chả thô và mang lột nông cái tàu bị chặt đôi ria chả ruột đó ở mơ mến đòi ca cho chụp bẹ lịch luôn rứ có đòi tục tô mà nó phải tu to tới thế nông cam mơ lắm mơ đói mặt chấm mắt ở đây bà ti cần đa à bị chia nông tô mà nó mình chặt dốt hay còn mình tô mà nó mơ ao chấm ra bà nha để mơ lột tam thì cái đây bật nâng bảo admin lột sầm rạp mơ thế có admin bạch than đầm bay ao chấm ra bà nha đây nè ngày được rằng là tham nuôi dân thầm mà ra mình bán sắc xa và thua bình chặt thầm mà đa bao kỳ lấy nó không yên chăm bách từ riêng ấy vì kru ba cha na ấy thế là nâng ăn nuôi say thì miền anh này cái chiết nào chẳng tới được rằng là thà say ca say cục khâu tới vì chấm ra lên tự tiết chẳng tới rồi ca chập vô có bọc nòng lột nâng rồi tới rồi ca chập vô khuôn hay vì chỉ phải cháy ai tô mà no hay à nâng vì chỉ phải cháy bao kỳ lên nâng là ngày tay đo tới dương ban sắc xa và thua cứ dương đập tới dương đăng thả lột đi mình ban màu tam cọp chật dương rư đà na mình tới dương ấy là ngày đà na cái đó mà sẽ thay cái đó và rê chia cái đó tê và đa cái đó lột đi cứ ở miền cọp là thế nộp để dương miền thầm mặt thì nhiên á là ngày là nhiên đăng ở chay á là ngày để nhang thôi cao lang thật nơi phải pru tới á hay là thầm mặt thế tự nhiên là ngày ở bột ở ăn sầm đây thiệt nu thầm mặt thế tệ nu thầm mà để diêm nô bà chạy nô nè ngày thiệt nó cứ phải chạy đó nè ngày ai thầm mà thệ ta nó thầm mà thệ tế thầm mà thệ tế ta nè ngày ai thầm mà để diêm mà ta ít tép ba chỉ dạy ta bà lấy nông vậy đợi lấy xăm sẽ mùi nâng rồi prai mà rồi cái là thiệt chỉ thầm mà thệ tệ chỉ thầm mà này diêm ít tép ba chỉ dạy ta nó cứ bà chạy nu nó ngày nâng cứ và ông trung và ca sầm đây vì bà đã chạy một ba thì thua cứ bà chạy hay nâng ba chỉ giúp bàn nạ thua nữa nơi bên đại miền thầm mặt hệ tự nhiên đăng phải chạy nắng cứ dân còn nót ban thả với môn đằng cao về admin nè này chẳng về admin siจะนก sâu pan về admin từ tua ca vò co về admin từ tua ca bằng cọp bên chia về admin từ tua ca cùng riêng cùng hay apt và đa phải vào prom na thế thua để cao lại nâng á dân cái này ai thọp ban lư sạp bê tham mê anata cứ tham ở aiประกอบไปchia banนั่นไงจำเตอร์ถ้าไม่บ้านประกอบไปchiaบ้านถ้าทัวนั่งมุนนั่งก้าวไปอัดเมียนทัวได้ก้าวปีไปใจมุนนั่งก้าวไปอัดเมียนยังแต่ประกอบใส่บ่อัดเมียนทองหนึ่งvìเมียนน่ะหน้าแต่ตัวไปchiaนั่นไงยังเว้mìnhไม่ทำแต่มันแต่ตัวกาประกอบไปchia thế mình từ tu cam vò mình từ tu sông nốt mình từ tu ca cùng riêng cùng hai ngay chẳng ngó miền bạch cháy bàn cào là nó thầm mặt thể tự nhiên nó tầm khăn đó là dân bàn đằng thua nó bàn dân chập thì cái đây bàn thà thua nó ở miền tam cọp chật là na đôi dân chỉ choang bàn cho đi choang bàn nhau ruột nơi nè cứ thà để dân choang bàn tới bàn đôi chất áp chi áp bàn đôi chất tô mình nọ hay áp chi tô mình nọ nó sưng để mà chỉ vượt dân cả hai vì chấm ra ơn tay sẽ đây được nguồn nâng á hay dân nơi tệ trong ban ấy ở đôi chặt nâng tôi chỉ ba máu ban sẽ ấy ở đôi chặt nâng arom bao lô khẽ nâng nâng ảnh ban chỉ có so ban chỉ pan nhà máu nâng vì chấm ra ơn nọ được pin chặt trong ban ấy ban là bon nâng máu vì tay là bon đó mình chỉ bon có so vậy nè
ឲ្យតែជាកុសលថ្នាក់ទានដាក់សិលគ្រាន់តែចាំនិយាយដល់ទៅសោតាបត្តមៈអីទេសំជាបុណ្យជាកុសលទៅវាមិនមែនកុសលទៅទៀតវាគ្រាន់តែអារម្មណ៍ជាទីពេញចិត្តចម្រើនលោភៈទៅជាគ្រឿងញៀនគ្រឿងស្រវឹងទៅទៀតប៉ុន្តែចង់បានអានឹងឯងចង់ឲ្យបានដូចចិត្តអានឹងឯងដល់អត់បានទៅតោមនោះតោះហ្នឹងឯងឥឡូវដែលយើងមានសំណាងបាននៅរស់ជួបពធនេះយើងរស់នៅដើម្បីមើលលោកនឹងតាមសេចក្តីពិតតែយើងនៅពីក្មេងចូលចិត្តមើលកុនមើលលខោនអីចឹងណាហ្នឹងហើយលខោនមានមុនកុនហ្នឹងហើយចូលចិត្តមើលចឹងទៅដល់យើងបានឆ្លងកាត់ពធមកបានចម្រើនវ័យទៅចាស់ទាំងវ័យចម្រើនទាំងបញ្ញាចឹងទៅបានយើងមកសប្បាយនឹងការមើលលោកនឹងតាមសេចក្តីពិតហ្នឹងហើយសបាយគឺសបាយណាក្នុងដំណើរផ្លូវទៅព្រះនិព្វានណាសបាយក្នុងការមិនហួងហែងណាសបាយក្នុងការលះសេចក្តីប្រកាន់ណាមើលលោកនឹងដោយមិនមើលដើម្បីឲ្យលោកនឹងប្រព្រឹត្តទៅតាមយើងចង់ទេគេថាមើលលោកតាមដែលលោកនឹងប្រព្រឹត្តទៅគេថាមិនមែនមើលលោកដោយចង់ឲ្យលោកនឹងប្រព្រឹត្តទៅទេគេណាដល់តន់អញ្ចឹងណាហ្នឹងហើយលោកហ្នឹងទាំងធម្មជាតិមេឃដីទាំងអ្នកដតីហ្នឹងហ្នឹងហើយមើលដោយការមិនហួងហែងហ្នឹងមើលតាមដែលលោកហ្នឹងប្រព្រឹត្តទៅហ្នឹងហើយធម្មតាមិនមែនយើងអ្នកសាងណាជារាជាធិដីព្រាត់ប្រាស់ដីហើយតេតួងនឹងវិបាកកម្មអញ្ចឹងលោកហ្នឹងគឺរូបសម្លេងក្នុងផតពៈហ្នឹងលោកហ្នឹងណាលោកក្នុងអរិយវិន័យហ្នឹងហើយដែលជាអារម្មណ៍របស់វិញ្ញាណហ្នឹងវាទៅតាមវិបាករបស់កម្មហ្នឹងអញ្ចឹងយើងមើលលោកហ្នឹងតាមសេចក្តីពិតមើលដោយការមិនប្រកាន់មើលដោយការមិនហួងហែងអាហ្នឹងបានសបាយមើលក្រេបយកសច្ចៈរស់សច្ចៈរស់នឹងឯងដែលប្រសើរលើអស់រស់ទាំងពួងដែលកំចាត់បងទិដ្ឋិតណ្ហានឹងបាននេះអញ្ចឹងយើងរស់នៅទទួលគ្នានឹងថ្ងៃស្លាប់នឹងយើងរស់នៅដើម្បីមើលលោកបើយើងត្រូវស្លាប់បាត់ហើយមិនមែនមកហួងឯងអីមកទៀមទាឆ្លោះប្រកែកតោះតេញាតមិត្តស្ដានបងប្អូនណាណីហ្នឹងឯងអរគុណបុណ្យណាដែលឧបត្ថម្ភឲ្យបាននៅរស់តបស្នងសងគុណបុណ្យណាសងគុណខ្លួនយើងហ្នឹងណាហើយកូនប្រុសស្រីដឹងគុណម្ដាយនឹងចឹងទៅតបស្នងសងគុណម្ដាយជួយឲ្យម្ដាយមានសទ្ធាសិលសតៈចាគៈបញ្ញាប្រណិប័តទំនុកបំរុងថ្វាយបង្គំអោណៃយាចៈបតតានាំងនឹងចឹងទៅមិនឲ្យមេត្តាបិតានោះចេះទៅរត់ទ្រព្យសម្បត្តិយកមកឲ្យខ្លួនឯងទាំងដែលរំលោភបំពានអ្នកដតីបាណារិបាតអតនេទានអីទេគឺគុណចាស់គង់នៅក្នុងពភ្នោះហ្នឹងញោមហើយអាត្មាអត់មានទៀមទាទ្រព្យសម្បត្តិមរតកអីស្រែចម្ការមាសប្រាក់អីទេញោមអត់ខ្វល់អីមរតកអីទៀតទេមរតកដែលញោមបកលអាត្មានេះគឺគ្រប់គ្រាន់ណាស់មានភ្នែកមើលបីដកមានតិចស្ដាប់ពធមានរូបកាយជីវិតរស់នៅដើម្បីបួសបាននេះហ្នឹងមរតករបស់ញោមឯណាគុណចាស់មរតកមេត្តាបិតាហ្នឹងជីវិតយើងហ្នឹងហ្នឹងឯងអាហ្នឹងយ៉ាងណាមិញដែលយើងមានកតញ្ញូតាធម៌ហ្នឹងទៅគឺជាសេចក្តីសុខរបស់មេត្តាបិតាគុណចាស់ចាំអញ្ចឹងណាហ្នឹងហើយកតញ្ញូតាធម៌របស់កូនប្រុសស្រីគឺជាសេចក្តីសុខរបស់មេត្តាបិតាយ៉ាងណាមិញកតញ្ញូតាធម៌របស់យើងនេះដែលយើងអរគុណខ្លួនយើងណាខ្លួនយើងហ្នឹងដូចមេត្តាបិតាអញ្ចឹងដែលបង្កើតយើងជាមនុស្សមកបានដោយសារបុណ្យណាបុណ្យពីជាតិមុនហ្នឹងបុណ្យរបស់យើងផ្ទាល់ប៉ុន្តែយើងចែកយើងជាពីរមេត្តាបិតាហើយនឹងកូនមេត្តាបិតាគឺបុណ្យយើងហ្នឹងយើងដូចមេត្តាបិតាអញ្ចឹងបង្កើតខ្លួនយើងជាកូននេះបានមកជាមនុស្សហើយឧបត្ថម្ភទំនុកបំរុងឲ្យបានរស់នេះហើយនិយាយពីយើងជាកូននេះដែលដឹងគុណខ្លួនយើងហ្នឹងណាដូចជាកូនដឹងគុណមេត្តាបិតាអញ្ចឹងតបស្នងសងគុណខ្លួនយើងអរគុណខ្លួនយើងឲ្យកម្លាំងចិត្តខ្លួនយើងណាយើងបកកែបានឲ្យយើងកើតមកជាមនុស្សបានរស់បានហ្នឹងណាបកកែណាមិនងាយទេណាសៅมองចិត្តពេកចិត្តស្លាប់នឹងអបាយភូមិច្រើនណាហ្នឹងហើយព្រះពុទ្ធអង្គសម្ដែងក្នុងសិក្ខនិខសូត្រ3ដកណាក្នុងនិទានវៈហ្នឹងហើយនិទានវៈមាន31 32ហ្នឹងហើយមើលសិក្ខអ្នកខសិក្ខសូត្រហ្នឹងព្រះអង្គសម្ដែងពីចុងកញ្ចក់ធូលីនៅចុងកញ្ចក់ព្រះអង្គហើយនឹងធូលីលើផែនដីទាំងមូលហ្នឹងព្រះអង្គសម្ដែងប្រតិពីផងប៉ុន្តែព្រះតាលោកថាធូលីលើផែនដីដែលសត្វស្លាប់ទៅកាន់អបាយភូមិណាដោយធូលីលើផែនដីហើយដែលកើតជាមនុស្សហ្នឹងដូចជាធូលីនឹងចុងកញ្ចក់តថាគត
ហ្នឹងហើយអញ្ចឹងយើងពូកែណាដែលអាចរួចពីអបាយភូមិបានឲ្យបដិសន្ធិជាមនុស្សយើងត្រូវអរគុណខ្លួនយើងអត់ចាំបាច់ទៀមទាអីដើម្បីបង្ខំឲ្យខ្លួនយើងទៅសម្លាប់សត្វទៅលួចទ្រព្យគេប្រព្រឹត្តអីដើម្បីយកមកចិញ្ចឹមយើងឲ្យសុបាយឲ្យរីករាយហឹកហឺហាអីទេអាហ្នឹងខ្លួនយើងនឹងដើរតួជាឪពុកម្ដាយផងដើរតួជាកូនផងហើយត្រង់ដែលយើងជាកូននេះដែលបានដឹងគុណខ្លួនឯងជាម៉ែជាឪខ្លួនយើងហ្នឹងគឺតម្កល់ខ្លួនយើងឲ្យមានសទ្ធាសិលសតចាគៈបញ្ញាដោយគុណចាស់ណែនាំជួយឲ្យញោមនឹងមានសទ្ធាសិលសតចាគៈបញ្ញាអញ្ចឹងយ៉ាងណាមិញអត្តសម្មាបនិធិហ្នឹងគឺយើងតបស្នងសងគុណខ្លួនឯងហ្នឹងតម្កល់ខ្លួនដោយប្រពៃអត្តសម្មាបនិធិអេតាមាំងកលមុតតាមាំងហ្នឹងហ្នឹងហើយហ្នឹងគឺយើងមានសេចក្តីសុខដោយសារយើងមានសតិសម្បជញ្ញៈហ្នឹងឯងមានកតញ្ញូតាធម៌គឺមានបញ្ញាសមាទិដ្ឋិហ្នឹងហ្នឹងហើយអញ្ចឹងគឺក្នុងខ្លឹមសារពុទ្ធបរិស័ទយើងបានសិក្សាការពិតនៃលោកទាំងត្រូវឲ្យបានជ្រាបថាមិនមែនអ្នកដតីធ្វើអីមិនគួរកប់បីឬក៏ថាយើងអត់មានអីល្អអត់មានអីសម្បូរបែបដូចអ្នកដតីហ្នឹងអានឹងនាំឲ្យយើងកើតទុក្ខមិនមែនទេមកពីយើងមិនសុខចិត្តនៅខ្លួនឯងទេការសុខចិត្តមានណាមិនមែនតលមានរបស់ទាំងអស់ហ្នឹងដូចអ្នកដតីទេតែមានសទ្ធាក្នុងបរតនត្រ័យមានបញ្ញាហ្នឹងឯងដល់ទៅមកឃើញខ្លឹមសារនៃជីវិតដោយគុណចាស់ឃើញខ្លឹមសារក្នុងពុទ្ធភ្នោះសិលសមាធិបញ្ញាមានមកចំណែនញាតិញោមជាមហាសិទ្ធិជាបរិជាជាទេវតាអីហ្នឹងហើយពីព្រោះខ្លឹមសារសំខាន់នៅក្នុងពុទ្ធភ្នោះហ្នឹងវាក្រៃលែងជាងសម្បត្តិទេវលោកព្រហ្មលោកទៅទៀតហ្នឹងហើយអញ្ចឹងទៅសន្តោសក្នុងបច្ច័យ4ហើយគ្រាន់តែមួយថ្ងៃបានរស់អត់កង្វល់អីទៀតទាំងអស់សម្រាប់ថ្ងៃស្អែកខែក្រោយអត់កង្វល់នឹងចាំបុតភេយាអីទៅទៀតណាអភោកាសោឱកាសធំទលំទលេងនៅតែក្នុងការអប់រំចិត្តទៅដល់អញ្ចឹងទៅរឹតតែបានសេចក្តីសុខស្ងប់នឹងទៅទៀតទៅមានកើតទុកអីមិនបានជាសិទ្ធិមិនបានជាបរិជាធ្វើប្រភពសងោតសងាត់កើតទុកយំថាម៉េចបានយំលោកចៅថាអត់បានសោយរាជមិនបានទៅកើតទុកអីមិនបានសោយរាជហ្នឹងឯណាណោះរាល់ថ្ងៃក្រោកព្រឹកឡើងហ្នឹងហើយស្វាធ្យាយពធក្នុងព្រះវិហារទៅកិច្ចវត្តព្រឹកងាយអីចឹងទៅហ្នឹងមើលបើចង់វិញកើតទុកចង់សោយរាជបាទជាសតោរហូតធ្វើឃាតប្របីដែរណាមិនចង់ទេណាហើយត្រូវកើតទុកហើយធ្លាក់ចូលអនន្តរិយកម្មទៀតហ្នឹងហើយជាមួយនឹងសម្បត្តិហ្នឹងមិនម៉ាក់មួមេហ្នឹងនិយាយពីរឿងថាដែលយើងមិនចង់ហ្នឹងមកវាអត់ត្រូវរឿងឲ្យយើងចង់មកពីអីថាសម្បត្តិក្រៃលែងជាងរាជសម្បត្តិហ្នឹងទៅទៀតគឺសិលសមាធិបញ្ញាស្ដេចចក្រពត្តិបាទសង្ឃៈមើលក្នុងបៃដកលេខ18ចក្រវត្តិសោតបាទសង្ឃៈស្ដេចចក្រដាច់ចាក់ហើយមានប្រាសាទកែវ7ប្រការទៀតអានិសង្ឃកសាងកត់ថ្វាយព្រះវិជ័យកពុទ្ធហើយកូនទៅជួយធ្វើកត់ថ្វាយព្រះវិជ័យកពុទ្ធហ្នឹងកូនហ្នឹងបានសម្រេចព្រះអរហន្តហើយហ្នឹងហើយនៅផតយនគរណាព្រះផតជីហ្នឹងហើយនៅឪនៅទេវលោកហើយដល់ព្រះអរិយមេត្រីបានត្រាស់ជាយត់មកជាស្ដេចចក្រពត្តិលះបង់សម្បត្តិដាច់ចាក់ហ្នឹងវាមានប្រាសាទអីហ្នឹងអធិដ្ឋានឲ្យបែកទៅជាបំណែកតូចចែកមហាជនចាំទៅព្រះអង្គលះបង់រតនៈសម្បត្តិ7ប្រការមកបួសឲ្យគុណចាស់មើលរតនៈ7ប្រការហ្នឹងអាចមិនគ្រប់ដោយបាទមុនធាតុអីហ្នឹងចង់ទៅដណ្ដើមសម្បត្តិបើអិនទៀតប៉ុន្តែដល់ទៅបាទសង្ឃៈលះបង់មកបួសណាបរិខា8គ្រប់គ្រាន់ហើយបរិខា8ត្រៃចីវរបាទអីហ្នឹងយកទៅប្រៀបជាមួយនឹងសម្បត្តិស្ដេចចក្រមិនទៅហើយមិនក៏ព្រះអង្គសុខចិត្តរហូតសម្រាប់ព្រះអរហន្តទៀតដូច្នេះគឺដែលមនុស្សយើងកើតទុកហ្នឹងណាអានោះយើងគ្រាន់តែយល់គឺបានសេចក្តីសុខឡើងភាគរយនៃសេចក្តីសុខគ្រាន់តែយល់ថាជីវិតយើងហ្នឹងអត់ចាំបាច់ថាសម្បូរបែបសពគ្រប់ទេដែលយើងមិនសន្តោសជាមួយកុសលធម៌អានឹងចិត្តតែខំប្រឹងទៅបលមួមដើម្បីឲ្យបានសម្រេចមគ្គផលយើងមិនប្រាថ្នាដល់ព្រះវិជ័យកពុទ្ធព្រះសម្មាសម្ពុទ្ធអីក៏ត្រឹមតែសាវកពុទ្ធត្រាស់ដឹងសច្ចធម៌អានឹងយើងប្រឹងប្រែងជាយាមមិនសន្តោសមិនលមួមមិនខ្ជិលមិនជីខ្ជាតែដល់ទៅរឿងសម្បត្តិអីផ្សេងយើងត្រូវដឹងថាអត់ចាំបាច់មានគ្រប់សពទេហ្នឹងហើយឧទាហរណ៍ថារូបវាមិនសូវស្អាតអីចឹងទៅទ្រព្យសម្បត្តិវាមិនសូវមានច្រើនអីចឹងទៅវាមានចាំបាច់តើមានច្រើនរូបនឹងតើស្អាតល្អណាស់អីទៅណាវាអត់ចាំបាច់អញ្ចឹងណាឋានៈបុណ្យស័ក្តិអីវាអត់ចាំបាច់តើតែលហឹបលហៈដូចអ្នករតីវាអត់ចាំបាច់ណាដូច្នេះរបស់ច្រើនយ៉ាងក្នុងជីវិតរបស់យើងនេះ
អត់ចាំបាច់តល់តែមានសម្បូរបែបគ្រប់គ្រាន់ទេគ្រាន់តែយើងអាចរស់នៅបានមិនកើតទុកតាមផ្លូវចិត្តនេះប៉ុណ្ណឹងល្មមហើយគ្រាន់តែយើងយល់ថាវាអត់ចាំបាច់ណាប៉ុណ្ណឹងគឺមានសេចក្តីសុខហើយហើយដែលយើងមិនសុខមកពីថាវាអត់ល្មមនោះវាអត់គ្រប់គ្រាន់ជាមួយនឹងរបស់ប៉ុណ្ណឹងទេវាចាំបាច់ដូចអ្នកដទៃយ៉ាងនេះយ៉ាងនោះអត់មានអត់បានទៅខ្មាស់គេណាធ្លាប់រៀនជាមួយគ្នាមិត្តភ័ក្តិអីចឹងទៅហើយណាមួយវាតិនទៅនឹងក្រុមគ្រួសារភរិយាស្វាមីកូនអីចឹងទៅវាមានអារឿងខ្មាស់គេដោយសារក្នុងលោកនោះវាចូលចិត្តអារឿងបង្អួតបង្អរហ្នឹងមើងងាយមើលថោកអ្នកអន់អ្នកអីចឹងទៅវាជារឿងរបស់លោកីហើយយើងទៅតាមអីកិលេសលោកីហ្នឹងមានណាមានបានអីថិតថេរទៀងទាត់ជាទីពឹងអីគ្រាន់តែមកពេលមកគ្រាហ្នឹងហើយនៅភពជាតិកំណើតវត្តសង្សារហ្នឹងយើងទៅទៅទៀមដូចអ្នករតីអីគ្រាន់តែយើងដឹងថាជីវិតនេះមិនចាំបាច់មានអ្វីដោយសពគ្រប់ទេគ្រាន់តែថាយើងរស់នៅតាមរបៀបរបស់យើងដែលវាមិនសូវកើតទុកប៉ុណ្ណឹងណាគឺត្រង់ដែលថាចិត្តនឹងឯងប្រព្រឹត្តទៅដោយសេចក្តីសុខស្ងប់ច្រើនហើយសុខស្ងប់ច្រើនដោយសារមានធម្មសម្បត្តិហ្នឹងឯងវត្ថុសម្បត្តិតិចមែនប៉ុន្តែធម្មសម្បត្តិច្រើនហើយបើចិត្តយើងជាសុខគឺជីវិតជាសុខហើយហ្នឹងហើយវាមានស្អីមកឲ្យយើងកើតទុកមិនសុខចិត្តទៅទៀតព្រោះអាការដែលសោយអារម្មណ៍អាការដែលដឹងអារម្មណ៍ហ្នឹងគឺនាមធัวហើយបើនាមធัวហ្នឹងមានធម្មសម្បត្តិមកមានបញ្ញាមកយល់ដឹងអ្វីក្នុងโลกហ្នឹងដែលមិនមែនជារបស់យើងវាត្រូវប្រគល់ឲ្យโลกហ្នឹងបើដូចយើងរក្សាសិលមិនមែនរបស់យើងអត់យករបស់គេអញ្ចឹងដល់បញ្ញាចម្រើនឡើងមកដឹងថារបស់ក្នុងโลกវាមិនមែនរបស់យើងណាគ្រាន់តែសន្មត់អីចឹងមែនប៉ុន្តែថាបើបានមកដោយធัวទៅក៏យើងប្រើប្រាស់ទៅដោយមិនហួងហែងដល់ពេលបាត់បង់ទៅក៏យើងព្រមលះបង់អាហ្នឹងបានសុខមិនមែនបានមកគ្រប់គ្រងហួងហែងបាត់បង់ទៅកើតទុកសោកសៅទេបានក៏បានមកដោយការមិនហួងហែងអ្វីដែលចេះបានមកក៏ត្រូវតែមានការវិនិច្ឆ័យទៅជាធម្មតាមិនដែលថាមានអីកើតមកហើយមិនវិនិច្ឆ័យទេអ្វីដែលយើងចាំបាច់ត្រូវថែរក្សាឲ្យបានជាប់លាប់រហូតតទៅគឺមានសេចក្តីល្អក្នុងចិត្តនេះទេរបស់ខាងក្រៅហ្នឹងនៅជាមួយយើងបានមកពេលមកគ្រាបើយើងឆាប់យកមកធ្វើបុណ្យអាហ្នឹងបានសន្សំទៅជាធម្មសម្បត្តិបញ្ញសម្បត្តិបញ្ញនិធិនៅក្នុងចិត្តរបស់យើងបានជាប់លាប់រហូតសម្រាប់លោកុត្តរធម៌សាងព្រហ្មយានទៅកាន់ត្រៃនេះទៅយើងឈប់ត្រូវការបុណ្យអីទៀតហើយហ្នឹងឯងទៅការប្រើប្រាស់សាងព្រហ្មយានដែលបើមិនមែនជាបុណ្យទេគ្រាន់តែបរិភោគប្រើប្រាស់មករស់យើងបានរស់មកដល់សប្តាហ៍ថ្ងៃហ្នឹងពុទ្ធបរិស័ទយើងប៉ុណ្ណឹងវាមិនបានស្លាប់ពីក្មេងអរគុណបុណ្យណាស់ហើយយើងអាចរស់នៅមួយថ្ងៃទៀតឲ្យតែយើងឃើញតម្លៃមួយថ្ងៃដែលមានសិលនោះប្រសើរជាងរស់នៅអស់រួយនៃឆ្នាំដែលអត់សិលតាមពុទ្ធរិកាណាហ្នឹងហើយយោចវស្សសតាំងជីវេទុសីឡោអសម័យតោអេកាហង្ជីវិតាំងសៃយោសីលវន្តសជាយីណូហ្នឹងហើយមានសិលមានការសម្លឹងពិនិត្យទៅប្រសើរមួយថ្ងៃហ្នឹងអញ្ចឹងទៅគឺយើងមានសេចក្តីសុខជាមួយនឹងពេលវេលាមួយថ្ងៃយើងមិនជះខ្ជាយមិនខ្ជាអីទៅដោយបាបដោយអកុសលអីទេរៀនរស់នៅឲ្យជាសុខក្នុងការងារដែលប្រសិទ្ធៈទោអញ្ចឹងទៅយើងឃើញសេចក្តីសុខរាល់ពេលដែលកិច្ចការងារយើងធ្វើនឹងតែហ្មងបើយើងធ្វើការងារដើម្បីប្រាក់ខែយើងនឹកឃើញថាបានប្រាក់មកបានយើងមានសេចក្តីសុខហើយមិនតាន់បើកប្រាក់ផងខ្ចីគេបដើបើកប្រាក់មកសងគេចឹងទៅរួចទៅខ្វល់ទៅទៀតទៅអានឹងបើយើងគិតពីរឿងថាដើម្បីប្រាក់តែបើយើងមានចិត្តជាកុសលកើតឡើងធ្វើការងារធម្មតាណាធ្វើគ្រូបង្រៀនណាធ្វើគ្រូពេទ្យណាធ្វើការងារអីមន្ត្រីរាជការអីហ្នឹងប៉ុន្តែតាំងចិត្តដើម្បីឲ្យអ្នកដទៃបានសេចក្តីសុខដោយសារការងារយើងហ្នឹងហ្នឹងឯងចំណេញច្រើនណាស់ចំណេញត្រង់ដែលថាការងារយើងធ្វើឲ្យសម្រេចបានជាមហាកុសលសំក្នុងសន្តាននេះហ្នឹងឯងហើយប្រាក់នៅតែបានមកអញ្ចឹងទៅចាយទៅអស់ទៅយើងរងចាំទៅចាំដល់ចូលនិវត្តន៍សិនចាំធ្វើបុណ្យដល់ម៉េចក៏អញលោវាមិនបានរស់នៅដល់ចូលនិវត្តន៍ហ្នឹងឯងហើយនៅរស់ក៏នៅទៅល្អហើយប៉ុន្តែយើងសំឲ្យហើយទៅវាមិនរឹតតែច្រើនហើយការងារធ្វើធម្មតាបើតើដែលយើងមានសមាធិដឹងថាយើងធ្វើការងារហ្នឹងណាធ្វើទៅគឺថាអ្នកដទៃបានសេចក្តីសុខពីការងាររបស់យើងសុចរិតត្រឹមត្រូវដើម្បីចម្រើនប្រទេសជាតិសាសនាចិត្តជាមហាកុសលហើយម្ល៉េះយើងមានសេចក្តីសុខជាមួយគ្នានឹងការសំបុណ្យនឹងហើយស្រេចតាន់ពេលដែលយើងធ្វើគឺយើងមានសេចក្តីសុខហើយដល់ទៅយើងសម្គាល់សេចក្តីសុខក្នុងការងារហ្នឹងទៅវាមិនសូវពិសេសអីពេកនឹងរឿងប្រកាសហ្នឹងទេពិសេសល្មមយើងបរិភោគដើម្បីរស់ហ្នឹងហើយប៉ុន្តែមិនមែនថាដើម្បីតែរឿងប្រាក់ហ្នឹងឯណារឿងប្រាក់ហ្នឹងត្រូវបាត់បង់ទៅជួនកាលគេបោកគេប្រាស់អីចឹងទៅ
វិទ្យាសាស្ត្របច្ចេកវិទ្យាទំនើបអីហ្នឹងជួនកាលចុចមកពកគេយកលុយអស់អីចឹងឧទាហរណ៍ចឹងឬគេផ្សព្វផ្សាយអីមានគេបោកប្រាស់អីចឹងកើតទុកសោកសៅអីចឹងទៅហ្នឹងហើយបានតែស្រឡាញ់ស្អប់កប់តោះរួចទៅអស់ពេលវេលានឹងបាននៅរស់តែបើយើងមានសេចក្តីសុខប្រចាំគាត់ថាយើងធ្វើអីហ្នឹងធ្វើអីដែលបើកផាសអាប់អីហ្នឹងហ្នឹងហើយតាំងចិត្តថាឲ្យអ្នកដំណើរបានសេចក្តីសុខគឺមានសុវត្ថិភាពយើងតាំងចិត្តហ្នឹងជាមហាកុសលលុយនៅតែបានប៉ុន្តែយើងតាំងចិត្តឲ្យគេបានសុខដោយស្មារតីប្រយ័ត្នយ៉ាងបើករថយន្តឈ្នួលអីតាក់ស៊ីអីហ្នឹងចឹងណាតាំងចិត្តឲ្យគេបានសុខណាអានឹងជាមហាកុសលការងារយើងហ្នឹងហើយយើងក៏ចូលរួមត្រេកអរបុណ្យកុសលដោយដឹកលោកយាយលោកតាដឹកព្រះសង្ឃអីចឹងទៅត្រេកអរទៅសប្បាយក្នុងជីវិតយើងហ្នឹងទៅការងារហ្នឹងអានឹងឲ្យយើងឆ្លាតចឹងណាកុំឲ្យចាំទៅយើងទៅធ្វើបុណ្យពេលណានោះរាល់ពេលវេលារាល់ថ្ងៃហ្នឹងឯងនៅតែបានប្រាក់អញ្ចឹងសម្រាប់រស់តែសេចក្តីសុខពិតប្រាកដមែនទែនគឺសេចក្តីសុខក្នុងមហាកុសលនេះយើងសិក្សាព្រះអភិធម្មទៅយើងដឹងហើយជីវ័ននៃចិត្តហ្នឹងបើមិនលោភៈទោសៈមោហៈទេគឺមហាកុសលបើមិនមហាកុសលលោភៈទោសៈមោហៈវាអត់មានថាបុណ្យក៏មិនមែនបាបក៏មិនមែនអត់មានទេមានតែប្រខៃណាស្របពីនោះទេអញ្ចឹងសូមឲ្យពុទ្ធបរិស័ទបងប្អូនកូនចៅសប្បាយចិត្តនឹងការងារដែលប្រះចាកទោសប្រព្រឹត្តទៅក្នុងការងារនោះគឺមានសិលអញ្ចឹងគឺសម្រាប់ជាបុណ្យកុសលជារង្វាន់ប្រចាំម៉ោងប្រចាំថ្ងៃហើយស្រេចអត់ចាំតល់តែថាដើម្បីប្រាក់ខែប្រហែលមួយថ្ងៃហត់នឿយទៅរហូត30ថ្ងៃទៅបានប្រាក់ហ្នឹងប្រហែលថា2លានអញ្ចឹងទៅទាំងហើយគ្រាន់តែដើម្បីយើងបរិភោគឲ្យរស់ឲ្យមកធ្វើការហើយធ្វើការអត់មានបានដើម្បីបំរើខ្លួនឯងបំរើតែខណ្ឌបំរើទៅកិលេសបំរើទៅចំណង់ចង់បានហ្នឹងអញ្ចឹងទៅអាការងារហត់នឿយមួយជីវិតហ្នឹងបានតែបំរើកិលេសហ្នឹងតណ្ហាដែលត្រូវការអីហ្នឹងហើយមើលយើងគិតថាអូត្រេកអរណាបានមួយខែ2លានត្រេកអរយកមកធ្វើអីយកមកបរិភោគរស់ហើយបើយើងរស់អត់បានសំបុណ្យផងរស់ធ្វើអីថារស់ដើម្បីបំរើចំណង់ដែលចង់ហ្នឹងអញ្ចឹងទៅឲ្យយើងត្រេកអរនឹង500ហ្នឹងយើងថាអូត្រេកអរបាន500ប៉ុន្តែដើម្បីបំរើបាបសោះហ្នឹងតែយើងវាអត់ដឹងណាអត់ដឹង500ដែលយើងបានយកមករស់នោះរស់បំរើបាបយើងខំអហ្នឹងឯងតែបើយើងរស់នៅដើម្បីសន្សំបុណ្យកុសលក្នុងចិត្តសន្តានតាំងចិត្តធ្វើកិច្ចការងារឲ្យបានល្អបានជាប្រយោជន៍ដល់ប្រទេសជាតិសាសនារស់នៅដើម្បីប្រតិបត្តិបំរើមេត្តាបិតាអានឹងបានសម500ហ្នឹងវាមានតម្លៃសម្រាប់ឲ្យយើងត្រេកអរព្រោះបានយើងរស់នៅបានដោយសារទ្រព្យសម្បត្តិហ្នឹងគុណចាស់ពិចារណាបច្ច័យ4ឆាន់ទៅបរិភោគប្រើប្រាស់ដោយសិលអញ្ចឹងទៅណាវាមានតម្លៃនៅក្នុងបច្ច័យ4ហ្នឹងអាហារភោជនហ្នឹងវាមានតម្លៃដើម្បីញ៉ាំងព្រះមច្ចរិយធម៌ឲ្យប្រព្រឹត្តទៅបានហើយទីបំផុតគឺការដែលបានសម្រេចនៅលោកតរៈធัวហ្នឹងឯងចឹងដែលជាលទ្ធផលនៃការប្រើប្រាស់អ្វីៗទាំងអស់ក្នុងជីវិតហ្នឹងដែលយើងមាននៅក្នុងកំណើតជាមនុស្សហ្នឹងគឺយើងប្រើប្រាស់ឲ្យបានសេចក្តីសុខណាសរុបមកណាក្នុងការដែលយើងរស់នៅហ្នឹងស្វែងរកអីហ្នឹងជាមួយគ្នានឹងការស្វែងរកក្នុងការប្រើប្រាស់ជីវិតហ្នឹងឲ្យជួបប្រទះនៅសេចក្តីសុខហ្នឹងឯងស្វែងរកសេចក្តីសុខដែលប្រសិទ្ធៈទោសហ្នឹងឯងអាហ្នឹងយើងដឹងគោលដៅទិសដៅនៃជីវិតទាំងសូមអនុមោទនា